អាចកំបាំងបឹងពណ៌ផ្កាឈូកទឹកបឹងនេះពណ៌ឡើងផ្កាឈូករួចពណ៌ផ្កាឈូកអញ្ចឹងពលអត់ហើយមិនបានជាវាមានពណ៌ផ្កាឈូកអញ្ចឹងនេះគឺជាបឹង Red Bar ឬក៏យើងហៅថា Lagos បឹងនេះត្រូវបានបែកចេញពីមហាសមុទ្រអាត្លង់តិកដោយសារតែបន្ទះខ្សាច់ដែលបង្កើតឡើងរាប់ពាន់ឆ្នាំមុនមកតាំងពីមូលហេតុដែលនាំឲ្យទឹកនេះមានពណ៌ផ្កាឈូកទាំងអស់គ្នាពេលដែលទឹកប្រៃពីមហាសមុទ្រចូលទៅខាងក្នុងបឹងព្រះអាទិត្យធ្វើឲ្យទឹកនៅផ្នែកខាងលើហួតលឿនវាត្រូវបានបំលែងទៅជាកំហាប់អំបិលនិងសារធាតុរ៉ែហើយបង្កើតបានទៅជាទឹកដែលមានកម្រិតជាតិប្រៃខ្ពស់រហូតដល់ 40% ទឹកដែលមានជាតិប្រៃខ្ពស់បែបនេះវាបង្កឲ្យមានការលូតលាស់នៅសារ៉ាយមួយប្រភេទដែលមានឈ្មោះថា Dunaliella salina សារ៉ាយនេះបង្កើតបានទៅជាសារធាតុពណ៌ទឹកក្រូចក្រហមនៅពេលដែលវាស្រូបយកពន្លឺព្រះអាទិត្យកាន់តែច្រើនវានឹងបំលែងពណ៌ឲ្យកាន់តែទៅជាពណ៌ផ្កាឈូកបឹងនេះលេចរូបរាងភ្លឺបំផុតក្នុងពណ៌ផ្កាឈូកលក្ខណៈនេះមានតែនៅក្នុងរដូវប្រាំងប៉ុណ្ណោះពលគឺរយៈពេលពីខែវិច្ឆិកាដល់ខែមិថុនាបឹងនេះបានក្លាយទៅជាផ្នែកមួយនៃមុខរបរប្រពៃណីរបស់សិប្បករក្នុងការជីកយករ៉ែអំបិលប៉ុន្តែវាជាការជីកយករ៉ែអំបិលតែម្ដងមិនដូចការទាញយកអំបិលពីស្រែអំបិលដែលយើងធ្លាប់ឃើញទេកម្មករក្នុងស្រុកជីកយកអំបិលដោយដៃដោយប្រើប្រាស់ឧបករណ៍សាមញ្ញនិងទូកកណូតឈើវាបម្រើជាឆ្អឹងខ្នងនៃឧស្សាហកម្មអំបិលរបស់ប្រទេសសេនេហ្គាល់ជាមួយនឹងការប្រមូលផលជិត 60000 តោនក្នុងមួយឆ្នាំដែលជួយដល់ជីវភាពរស់នៅរបស់មនុស្សរាប់ពាន់នាក់ដែលបានធ្វើការលើទឹកទាំងនេះអស់ជាច្រើនទសវត្សរ៍មកហើយសំណួរពីខាងលើមិញសួរថាទឹកនេះពុលអត់វាមិនពុលទេប៉ុន្តែកំប៉ះល្អជាងព្រោះដូចរៀបរាប់ខាងលើអញ្ចឹងទឹកនេះប្រៃខ្លាំងវាអាចប៉ះពាល់ស្បែកយើងបានតែអញ្ចឹងឆ្ងល់ហេតុអីបានពួកពូនេះគាត់ចុះបានស្រួលម៉េះឃើញតែអញ្ចឹងទេមុនពេលដែលគាត់ចុះគាត់លាបប៊ឺលើស្បែកហើយដើម្បីការពារជើងក៏គាត់មានជាទំនាប់ជើងសម្រាប់ការពារដែរបើសិនយើងអត់ស៊ាំជាមួយទឹកនេះទេកំប៉ះអីល្អជាងជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ